នៅព្រឹកព្រលឹមថ្ងៃទី7ខែកុម្ភៈឆ្នាំ2026កងទ័ពថៃបានបន្តពង្រាយទូកុងតឺន័រធំៗកាត់ទទឹងផ្លូវជាតិលេខ55គាត់យកដីរបស់ខ្មែរថែមទៀតនៅតំបន់ថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ជាជំហានរំលោភបំពានថ្មីមួយទៀតដោយបើកចំហបន្ទាប់ពីបានរាយលុះបន្លាព័ទ្ធតំបន់នេះរួចមកហើយតាមការបញ្ជាក់របស់អាជ្ញាធរដែនដីតំបន់ថ្មដាមិនធ្លាប់មានកងទ័ពថៃមកឈរជើងនោះឡើយតាំងពីដើមរៀងមកក៏ប៉ុន្តែបន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ពួកគេបានរាយបណ្ដាលលុះបង្កើតរបាំងបិទគប់ផ្សារនិងមជ្ឈមណ្ឌលពាណិជ្ជកម្មទល់ដែនរៀបរៀងពលរដ្ឋខ្មែរ80គ្រួសារមិនឲ្យចូលផ្ទះសម្បែងហើយពេលនេះទ័ពថៃបានប្រើទូកុងតឺន័របិទផ្លូវសាធារណៈដើម្បីពាត់យកដីខ្មែរថែមទៀតផ្លូវជាតិលេខ55គឺជាផ្លូវសាធារណៈដ៏សំខាន់ក្នុងដែនដីកម្ពុជាការបិទផ្លូវជាតិដោយកម្លាំងយោធាបរទេសគឺជាការបំលែងចំនួនព្រំដែនទៅជាការបំពានអធិបតេយ្យភាពនៃរដ្ឋមួយផ្សេងទៀតរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសបានចេញលិខិតតវ៉ាជាបន្តប្រឆាំងទៅនឹងសកម្មភាពរបស់យោធាថៃភាគីកម្ពុជាបានបញ្ជាក់ជាថ្មីថាខ្លួនដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដោយការប្រើប្រាស់កម្លាំងនោះឡើយតាមគោលការណ៍ច្បាប់អន្តរជាតិជាពិសេសគោលការណ៍មិនប្រើកម្លាំងនិងគោរពអធិបតេយ្យភាពសកម្មភាពពាត់យកដីនិងការបិទផ្លូវសាធារណៈគឺជាការរំលោភយ៉ាងច្បាស់បើទោះបីជាមិនមានស្នូរកំភ្លើងក៏ដោយបទឈប់បាញ់មិនមែនជាអាជ្ញាប័ណ្ណសម្រាប់ការផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនឡើយអភិបាលខេត្តពោធិ៍សាត់លោកខុយឌីដាធ្លាប់បានបញ្ជាក់ថាតំបន់ថ្មដាដែលថៃឈ្លានពានកាន់កាប់រួមមានតំបន់ច1អូភ្លុកដំរីនិងច្រកព្រំដែនជ័យជំនះឬក៏ច្រក56ដែលជាតំបន់យុទ្ធសាស្ត្រដោយមានតំបន់សេដ្ឋកិច្ចពិសេសផងដែរសំណួរដែលមិនទាន់មានចម្លើយគឺតើការរំលោភបំពានបែបនេះនឹងត្រូវទុកឲ្យខ្លាយទៅជារឿងធម្មតាឬក៏នឹងត្រូវទទួលការឆ្លើយតបឲ្យបានសមស្របពីសហគមន៍អន្តរជាតិខ្ញុំរស់សុធាពី News Today NTTV